រឿងស្ដេចសេកគុណនៃការចិញ្ចឹមមាតាបិតាក្នុងកាលកំឡងទៅហើយមានព្រាហ្មណ៍ក្រៀមមួយឈ្មោះសលិន្ទយៈតាំងនៅទិសឦសានពីក្រុងរាជកហៈតពីព្រាហ្មណ៍ក្រៀមនោះមានស្រែនៃជនក្នុងដែនមគធៈមួយនៅទិសឦសានដូចគ្នាក្នុងទិសឦសានតពីមគធៈខ្ឆេតនុដដែលមានដើមរកាមួយធំដុះទៀបញុកភ្នំលើដើមរកានោះមានសេកនៅជាច្រើនពេលនោះព្រះពោធិសត្វកាលជួស្ដេចសេកមានសរីរៈធំពុនដុំរតិសតែងតែហើរទៅពាមយកចំណីពីព្រៃហេមពៀនមកចិញ្ចឹមមេដាបិតាគ្រានោះមានព្រាហ្មណជាកោសយៈកោតនៅអាស្រ័យក្នុងស្រុកសលិទ្ធិយៈនោះបានសាព្រោះស្រូវសាលីក្នុងស្រែមួយមានប៉ុននៃករើសជាប្រមាណហើយឲ្យបុរសម្នាក់ជាអ្នកថែទាំមើលការខុសត្រូវស្ដេចសេកនិងបរិវារតែងហើរទៅជក់ក្នុងស្រែនោះជានិច្ចកាលឯខេត្តតបាល់បុរសដេញមិនឈ្នះសោះព្រោះភួងសេកច្រើនហួសអស់សេកទាំងនោះស៊ីត្រឹមតែឆ្អែតក៏ហើរទៅប្លែកអស្ចារ្យណាស់មានតែស្ដេចសេកមួយទេដែលស៊ីឆ្អែតហើយឆ្លៀតពាមគួរស្រូវនោះជាច្រើនយកទៅទៀតខេត្តតបាល់បុរសក៏ទៅជំរាបព្រាហ្មណ៍ពូលថាបើដូច្នោះចូលយកវែងរោមកន្ទុយសេះធ្វើជាអន្ទាក់ដាក់ត្រង់កន្លែងស្ដេចសេកនោះវាចុះបើចាប់បានត្រូវនាំយកមកទាំងរស់កំខានណាខេត្តតបាល់បុរសធ្វើតាមបង្គាប់ព្រាហ្មណ៍ក៏ចាប់បានស្ដេចសេកនោះហើយយកទៅឲ្យទាំងរស់ព្រាហ្មណ៍គ្រាន់តែឃើញស្ដេចសេកភ្លាមមានសេចក្តីស្រឡាញ់យ៉ាងខ្លាំងហើយឲ្យឈរទុំលើផ្លូវខ្លួនសួរថាណែសេកអ្នកស៊ីស្រូវសាលីដរាបឆ្អែតហើយនាំទៅដោយចម្ពោះទៀតយើងឆ្ងល់ណាស់ជង្រុករបស់អ្នកមានឬទេឬអ្នកចង់ពៀចម្ពោះយើងស្ដេចសេកឮនៅសំណួរនោះក៏ពោលគាដ៏ផែមល្ហែមជាភាសាមនុស្សថាអ្នកមេវេរាំងតយាសទ្ធិគុតមៈខ្មុំអ្នកវិជ្ជតិអិនាងពុព្ពយាមេនាងតមេសម្បតោកោតិសម្ពលីនិធិមេតថនិតហាមិអេនេចាណាហិកោសយៈខ្ញុំមិនខឿពៀចំពោះអ្នកទេជង្រុករបស់ខ្ញុំក៏គ្មានខ្ញុំនាំស្រូវទៅដើមរកាវិញនោះព្រោះសងបំណុលចាស់បុលបំណុលថ្មីទាំងកំណប់ក៏ខ្ញុំកប់ទុកក្នុងទីនោះមនាលកោសយៈព្រាហ្មណ៍អ្នកចូលដឹងយ៉ាងនេះចោះដើម្បីដោះស្រាយចំនួនព្រាហ្មណ៍និងធ្វើសេចក្តីនោះឲ្យច្បាស់លាស់ទើបពលគាដតីទៀតថាអចាតពខាសគុណាពុតកាមគ្មុំកោសយៈទេមេភតាភរិសន្តិតស្មាទេសੰអិនឹងតថេហេកោសយៈសគុណជាតិកូនខ្ញុំមិនតាន់ដុះស្លាប់ទេចិញ្ចឹមវាមុខជាចិញ្ចឹមខ្ញុំវិញហេតុនោះខ្ញុំត្រូវឲ្យបំណុលដល់ពួកវានោះមេដាបិតាជាខ្លាវនកាកតយោពៈណាទេសੰទលយាមណហបណតោណោមុបពេពុពេកតាំងអិញាំងឯមេដាបិតាខ្ញុំសោតមានវ័យចម្រើនណាស់ទៅហើយខ្ញុំនាំស្រូវដោយចម្ពោះនឹងយកទៅសងបំណុលចាស់នោះអញ្ញាបិតសគុណាឌៀនបខាសុដុពលាទេសੰពុញ្ញតិកោតមេតំនិធេអហុបន្តិតាលើដើមរកានោះមានពួកសត្វដតីមានស្លាបរាវនិងមានកម្លាំងអន់ថយណាស់ខ្ញុំជាអ្នកជំនួលដោយបុណ្យនឹងឲ្យដល់សត្វទាំងឡាយនោះទៀតពួកបណ្ឌិតពលនៃបុញ្ញកម្មនោះថាអនុកាមកានិធិព្រាហ្មណ៍លើគានោះជ្រះថ្លាណាស់បានប្រគល់ស្រែហើយពោលថាចាប់ពីថ្ងៃនេះទៅអាននឹងយាតចូលទំពាស៊ីស្រូវនេះចុះទើបស្រែតំណងពីជើងស្ដេចសេកជាសិទ្ធដឹងប្រមាណក៏ទទួលយកតែត្រឹម8កវីប៉ុស្តិ៍ប៉ុណ្ណោះសល់ពីនោះប្រគល់ឲ្យព្រាហ្មណ៍វិញទើបឲ្យអវាទជាដំបូនដំណើរដល់ប្រសោឆ្នាំតែមួយមាត់ថាមហាព្រាហ្មណ៍អ្នកកុំប្រមាទៃសោះហើយនាំនៅគួរស្រូវសាលីហើយឈ្មោះទៅកាន់សំណាក់មេដាបិតាទៅព្រាហ្មណ៍បោះនៅគោលកនោះស្រែ8ការ៉េសនោះហើយប្រាប់ខេត្តតបាល់បុរសថាអ្នកកុំគាត់ខាំងពុះសេកទៀតចាប់ពីថ្ងៃនេះទៅភូងសេកបានមានសេចក្តីសុខសប្បាយកាយចិត្ត
ដោយសារតែស្ដេចរបស់ខ្លួនមានបញ្ញាយ៉ាងពិរិតហើយតែងហើទៅពាំយកនឹងមកបរិភោគនៅស្រូវក្នុងស្រែ8 ការ៉េសនោះជាប់ជានិច្ចកាល